千古风流人。លោកម្ចាស់វ៉ាន់សូមជើញចូលលោកគ្រូលោកស៊ូហេតុអីបានជាឈឺយ៉ាងនេះយ៉ាងមិនទៅហើយមិនអីទីមកពីនិពន្ធសភៅហត់ពេកសម្រាប់ពី3ថ្ងៃលេងអីហើយមកពីលោកឈឺចាប់ពេកទីដឹងស៊ូកាត់ចិត្តទៅត្រូវគិតឲ្យបានឆ្ងាយស្រីស្អាតប្រើប្រាជ្ញានៅជាមួយគ្នាដល់ចាស់សក់ស្កូវតើមានប្រមាណអ្នកទៅនោះក៏ដូចជាប្រពន្ធខ្ញុំមួយថ្ងៃឈឺមួយថ្ងៃជារួមមកទល់នឹងសពថ្ងៃទៅហើយគេថាស្រីស្អាតអាយុខ្លីមែនខ្ញុំកំពុងតែគិតបើសិនជាអាយុ60ឆ្នាំមិនស្លាប់ទេគឺសុំឲ្យកប់ទាំងរស់តែម្ដងទៅយើងក៏មិនចាំបាច់ប្រឹកប្រែងរកកច្រកឆ្នាំងទៀតដែរលោកបេចាវ៉ាន់ចាងជឺយ៉ាអាយុជាង70ទៅហើយនឹងមានសង្ឃឹមតស៊ូប្រយុទ្ធចំណែកលោកទើបតែផុត60ក៏ខ្លាចទៅជាមន្ត្រីដ៏រឹងមាំរបស់រាជការគឺជាពេលសម្រាប់បញ្ចេញស្នាដៃរបស់លោកមិនគួរណាលោកនិយាយយ៉ាងនេះនោះទេលោកម្ចាស់ស៊ូពូកែនិយាយមែនហើយនេះហើយអ្នកណាក៏ថាអត្តបទរបស់លោកសរសេរទៅអ្នកណាក៏គេសរសើរដែរហេមើលទៅខ្ញុំនិយាយវែងឆ្ងាយពេកហើយតាមពិតខ្ញុំមកសួរសុខទុក្ខលោកឥឡូវនេះបែរជានិយាយវែងឆ្ងាយទៅវិញហើយយ៉ានិយាយពីរឿងទាំងនេះខ្ញុំស្ទើរតែភ្លេចអ្វីជំងឺក៏ជាទៅហើយអ្វីដែលលោកម្ចាស់និយាយគឺជាធម្មស័ក្តិសិទ្ធិសម្រាប់ពួកខ្ញុំហើយហេស៊ឺនិយាយនេះត្រឹមត្រូវណាស់អញ្ចឹងខ្ញុំសូមនិយាយឲ្យបានវែងឆ្ងាយបន្តិចហើយយ៉ាឯងកុំទីចដៃឲ្យយើងទៀតបើយើងមិននិយាយយើងទ្រាំមិនបានទេហេឥឡូវនេះខ្ញុំនិយាយឲ្យណាស៊ឺទើបតែស្លាប់ប្រពន្ធយើងក៏មិនគួរនិយាយពាក្យថាចាស់មិនដឹងចាស់តែបើមិននិយាយគឺមិនបានទេលោកម្ចាស់លោកនិយាយមកចោះរឿងនេះពិបាកហាមាត់តែលោកនឹងស៊ឺគឺជាមនុស្សឆ្លាតខ្ញុំនិយាយក៏អ្នកទាំងពីរដឹងថាខ្ញុំចង់និយាយពីអ្វីដែរលោកម្ចាស់បើមិននិយាយគង់តែមានគេនិយាយទេអញ្ចឹងខ្ញុំក៏និយាយតែម្ដងរាជការអ្នកណាក៏គេដឹងដែរថាយើងស្រឡាញ់ស៊ឺទាំងព្រះអង្គម្ចាស់វៃព្រះអង្គម្ចាស់កៅព្រះអង្គម្ចាស់អ៊ីឈាននិងមន្ត្រីផ្សេងចេះតែមកសួររកខ្ញុំដេញដោលរឿងស៊ឺយកប្រពន្ធចុងទៀតលោកគ្រូប្រពន្ធខ្ញុំទើបតែស្លាប់និយាយពីរឿងប្រពន្ធចង់ស្អីទៅហើយស៊ឺកុំអានមានចិត្តផ្ទះសាលោកគ្រូដើម្បីកាន់ទុកវាងហ្វូខ្ញុំស្បត់ថា3ឆ្នាំមិនសរសេរកំណាប់មិននិយាយពីរឿងយកប្រពន្ធចុងឯនេះចំមែនហើយកាន់ទុកប្រពន្ធមិនសរសេរកំណាប់មិនយកប្រពន្ធគ្មានអ្នកណាគេធ្វើដូចជាឯងនោះទេលោកម្ចាស់កងទ័ពធ្វើសង្គ្រាមតាំងចិត្តតស៊ូគ្មានអ្នកណាអាចបដិសេធបានបើស៊ឺតាំងចិត្តយ៉ាងនេះក៏ស្រេចតែគេទៅចោះទៅបដិសេធនឹងអ្នកទាំងនោះទៅលោកម្ចាស់ស៊ូខ្ញុំហ្វាន់ចិនធ្វើតាមបញ្ជាដែរឲ្យឯងទីដៃអាវយើងមិនក៏ឯងមិនទាញសេលៀនខ្ញុំមានពាក្យខ្លះចង់និយាយជាមួយនាងទៅនិយាយគ្នានៅខាងក្រៅទៅសេលៀនដើម្បីកាន់ទុកបងស្រីឯងយើងស្បត់ថា3ឆ្នាំមិនសរសេរកំណាព្យឯងក៏បានដឹងដែរបើព្រលឹងបងស្រីដឹងប្រកាសជារំភើបចិត្តព្រោះតែបងហើយ
3 ឆ្នាំមិនតែងកំណាប់3 ឆ្នាំមិនអាចយកប្រពន្ធបានហេតុនេះហើយអ្នកណាក៏ថាស៊ូស៊ឺមានចរិតជាបរិះត្រឹមត្រូវដូចមុនស៊ូស៊ឺ3 ឆ្នាំមិនតែងកំណាប់ហាក់ដូចជាគ្មានន័យសោះខ្ញុំគិតថា3 ឆ្នាំនេះបងស៊ូស៊ឺរស់មិនមែនអត់ន័យទេគឺกระดาษលក់យ៉ាងទេដែលអត់ន័យហេតុអីពីព្រោះកំណាប់ល្អសម្រាប់អានហេតុនេះហើយកระดาษលក់យ៉ាងក៏គ្មានអ្នកណាទៅទិញដែរស៊ីលៀននៅក្នុងចិត្តរបស់ខ្ញុំពិតជាមិនអាចបំភ្លេចបងស្រីរបស់នាងបានទេបងស៊ូស៊ឺខ្ញុំក៏អញ្ចឹងដែរជោគលោកម្ចាស់ដល់ហើយលោកម្ចាស់វ៉ាងមកដល់ហើយលោកម្ចាស់លោកម្ចាស់ស៊ូសម្រាប់វិញទៅណាសម្រាប់វិញទៅមិនចាំបាច់គួរសមអីទេសម្រាប់ទៅណាសម្រាប់ទៅលោកឈឺយូរថ្ងៃហើយប៉ុន្តែខ្ញុំទើបតែមានពេលមកមើលលោកថ្ងៃនេះដោយសារតែការងាររវល់ខ្លាំងពេកសង្ឃឹមថាលោកម្ចាស់ស៊ូមិនប្រកាន់នឹងខ្ញុំទេលោកម្ចាស់វ៉ាងខ្ញុំមានឋានៈជាមន្ត្រីតូចតាចមិនហ៊ានរំខានដល់លោកម្ចាស់ទេលោកម្ចាស់មកសួរសុខទុក្ខខ្ញុំពិតជាកិត្តិយសរបស់ខ្ញុំខ្លាំងណាស់លោកម្ចាស់ស៊ូនិយាយយ៉ាងនេះហាក់ដូចជាគួរសមចំពោះខ្ញុំពេកហើយលោកមេកាបាទនេះគឺជាថ្នាំបំពន់មួយចំនួនសូមលោកម្ចាស់ទទួលដើម្បីបំពន់សុខភាពឡើងវិញលោកម្ចាស់វ៉ាងរបស់ទាំងនេះខ្ញុំមិនអាចទទួលបានទេរបស់បន្តិចបន្តួចបើសិនជាលោកម្ចាស់មិនទទួលទេហាក់ដូចជាប្រកាន់នឹងខ្ញុំពេកហើយលោកម្ចាស់វ៉ាងមិនមែនថាខ្ញុំប្រកាន់ទេគឺខ្ញុំទទួលមិនរួចដើម្បីឲ្យលោកម្ចាស់ស៊ូឆាប់ជាសះស្បើយឡើងវិញសូមលោកម្ចាស់ទទួលយករបស់នេះទៅទទួលមិនបានគឺទទួលមិនបានហើយស៊ូស៊ឺបាយគ្នាប្រហែលឆ្នាំមិនដែលឃើញសរសេរសម្បត្តិឲ្យខ្ញុំទេឬមួយថាភ្លេចខ្ញុំបាត់ទេដឹងសិស្សមិនហ៊ានបំភ្លេចលោកគ្រូទេប៉ុន្តែនៅហ្វុងស៊ីមានការរវល់ពេកណាមួយខ្ញុំមិនចង់រំខានលោកគ្រូផងលត់ដំប្រហែលឆ្នាំសោះឥឡូវនេះចេះនិយាយពាក្យគួរសមច្រើនស៊ូស៊ឺយើងដឹងថាលោកបាត់បង់ប្រពន្ធយើងក៏មានការសោកស្ដាយខ្លាំងណាស់ដែរក៏ប៉ុន្តែសូមលោកកាត់ចិត្តខ្លះទៅសូមអរគុណលោកគ្រូខ្ញុំនឹងខំព្យាយាមលោកម្ចាស់វ៉ាងខ្ញុំឮលោកម្ចាស់វ៉ាន់និយាយថាលោកម្ចាស់ចង់យកកូនស្រីលោកម្ចាស់ឲ្យរៀបការជាមួយនឹងកូនប្រុសខ្ញុំសូមអរគុណសន្តានចិត្តរបស់លោកម្ចាស់ហើយនេះគឺជាសំណាងល្អកូនប្រុសខ្ញុំក៏ប៉ុន្តែកូនប្រុសខ្ញុំបាត់ស្បត់ថា3 ឆ្នាំមិនយកប្រពន្ធក្នុងនាមជាឪពុកក៏មិនអាចបង្ខំគេបានដែរសូមលោកម្ចាស់វ៉ាងអធិស្ឋានម្យ៉ាងទៀតកូនប្រុសខ្ញុំក៏មិនស័ក្តិសមនឹងកូនស្រីរបស់លោកដែរកូនស្រីខ្ញុំគេស្រឡាញ់ស៊ូស៊ឺគេតាំងចិត្តថាក្រៅពីស៊ូស៊ឺមិនរៀបការជាមួយអ្នកណាទេដូច្នេះហើយសូមលោកម្ចាស់ជួយសម្រួលរឿងនេះផងស្ដាយណាស់កូនប្រុសខ្ញុំគេមិនស័ក្តិសមនឹងនាងលោកគ្រូខ្ញុំបានសប្បាយរួចហើយបើសិនជាខ្ញុំកែប្រែមនុស្សក្នុងលោកប្រកាសជាសាច់ចំអកខ្ញុំហើយលោកអ៊ំអញ្ចឹងពិសាលោកស៊ូនាងដូចជាមិនមែនជាអ្នកបម្រើទេតើនាងគឺជាតាមពិតនាងឈ្មោះយ៉ាងសៀវលៀនគឺជាកូនស្រីរបស់អតីតមេទ័ពយ៉ាងអ៊ីងឈីងប្តីប្រពន្ធស៊ូស៊ឺទទួលនាងជាប្អូនធေါ်ហើយក៏ទុកនាងជាមនុស្សគ្រួសារស៊ូដែរការពិតគឺអញ្ចឹងទេណែស៊ូស៊ឺប៉ុណ្ណឹងបានហើយលោកគ្រូថ្នាំទាំងនេះពុកខ្ញុំមិនទទួលទេខ្ញុំសូមអរគុណលោកគ្រូហើយបាទខ្ញុំទៅមើលថែពុកជួលដំណើរលោកគ្រូត្រឹមនឹងចុះហើយចប់ជាប្តីផ្ដាប់ពេកហើយលោកម្ចាស់
មនុស្សព្រៃអត់ដឹងអីបន្តិចបែបគេធ្វើយ៉ាងនេះហាក់ដូចជាដេញពួកយើងចេញពីផ្ទះរបស់គេអញ្ចឹង ទៅស្រាវជ្រាវប្រវត្តិរបស់ស៊ីវលៀនមើលទៅគេហើយនឹងស៊ូស៊ូមិនត្រឹមតែជាបងប្អូនប៉ុណ្ណោះទេ បាទលោកម្ចាស់ខ្ញុំទៅពិនិត្យភ្លាម ទូលបង្គំស៊ូស៊ូសូមក្រាបថ្វាយបង្គំព្រះមហាក្សត្រយ៉ាងនេះ លោកស៊ូឆាប់ក្រោកឡើងមក អរព្រះគុណព្រះមហាក្សត្រយ៉ាងនេះ លោកស៊ូកាលពី10ឆ្នាំមុនបានជួបលោកឃើញថាលោកគឺជាកំឡោះសង្ហាអស្ចារ្យថ្ងៃនេះឮថាប្រពន្ធលោកឈឺស្លាប់ទៅហើយពិតជាមានការសោកស្ដាយណាស់ សូមអរព្រះគុណហើយមិនគួរព្រះមហាក្សត្រយ៉ាងនេះពិបាកប្រតិយ៉ាងនេះទេ ប៉ុន្តែមនុស្សយើងកើតចាស់ឈឺស្លាប់ជាមិនផុតនោះទេលោកកាត់ចិត្តទៅអ្វីទាំងឡាយគឺមិនអីទេណា អរព្រះគុណព្រះមហាក្សត្រយ៉ាងនេះគ្រួសារទូលបង្គំមានសភាពធម្មតាទេគ្រាន់តែពុកមានជំងឺបន្តិចបន្តួច មកពីគាត់បាត់បង់កូនប្រសារល្អម្នាក់លោកស៊ូមានរឿងមួយខ្ញុំចង់សួរលោកដោយផ្ទាល់ ព្រះមហាក្សត្រយ៉ាងនេះចង់ឲ្យទូលបង្គំយកប្រពន្ធទៀតមែនទេ យើងចង់និយាយពីរឿងនេះចំពោះរឿងនេះប្រហែលជាមានមនុស្សជាច្រើនសួរលោកហើយមែនទេលោកស៊ូយល់ថាពនាងទី5របស់យើងនេះតើយ៉ាងម៉េចដែរ ការពិតពនាងទី5សភាពវិបសាប្រាជ្ញាឆ្លៀវវៃនារីធម្មតាមិនអាចប្រៀបស្មើបានទេប៉ុន្តែប្រពន្ធរបស់ទូលបង្គំទើបតែស្លាប់ទូលបង្គំស្បត់ថា3ឆ្នាំមិនសរសេរកំណាព្យដើម្បីកាន់ទុកនាងម្យ៉ាងទៀតក៏មិននិយាយពីរឿងយកប្រពន្ធទៀតដែរ គួរឲ្យសរសើរណាស់លោកស៊ូពេលនេះលោកនៅតែម្នាក់ឯងកិច្ចការគ្រួសារប្រកាសជារវល់ហើយប្រពន្ធលោកក៏ចង់ឲ្យលោកបានប្រពន្ធល្អម្នាក់ដែរឬមួយលោកស៊ូយល់ថាពនាងទី5មិនតាន់សភាពគ្រប់គ្រាន់មែនដែរទេ ព្រះនាងទី5មានឋានៈខ្ពង់ខ្ពស់មនុស្សធម្មតាមិនអាចប្រៀបស្មើបានទេប៉ុន្តែទូលបង្គំនឹងវ៉ាហ្វូជាប្តីប្រពន្ធជាង10ឆ្នាំដឹងចិត្តដឹងថ្លើមដឹងខុសដឹងត្រូវរួមដំណើរជាមួយទូលបង្គំដោយគ្មានការត្អូញត្អែរមួយម៉ាត់ពេលនេះពួកយើងបែកគ្នាមួយនៅឋានលើមួយនៅឋានកណ្ដាលម្យ៉ាងទៀតទូលបង្គំយល់ថាវ៉ាហ្វូនៅក្នុងផ្ទះមិនទាន់តាណាឆ្ងាយពីទូលបង្គំទេបើសិនជាទូលបង្គំគិតតែពីរឿងយកប្រពន្ធក្នុងគណៈពេលដែលគេទើបតែស្លាប់ទៅដូចជាចិត្តអាក្រក់ពេកហើយព្រលឹងរបស់វ៉ាហ្វូប្រកាសជាមិនអាចស្ងប់ទេសូមព្រះមហាក្សត្រយ៉ាងនេះព្រះរាជាទានទោសផង យើងមិនបាននឹកដល់រឿងទៅនេះទេលោកស៊ូជាមនុស្សចិត្តបានខ្លាំងណាស់ហើយលោកស៊ូលោកទៅវិញចុះតែសូមកាត់ចិត្តទៅហើយឆាប់មកបម្រើរាជការវិញសូមឲ្យឪពុកលោកឆាប់ជាសះស្បើយឡើងវិញដែរ សូមអរព្រះគុណព្រះមហាក្សត្រយ៉ាងនេះមានមេត្តាចំពោះវ៉ាងហ្វូព្រលឹងរបស់វ៉ាងហ្វូប្រកាសជាមិនភ្លេចព្រះគុណរបស់ព្រះមហាក្សត្រយ៉ាងនេះទេ លោកស៊ូមិនចាំបាច់គួរសមអ្វីទេ សូមអរព្រះគុណទូលបង្គំសូមថ្វាយបង្គំលា ស៊ូស៊ឺពិតជាចិត្តស្មោះនឹងស្នេហាមែនព្រះមេត្តានាងគឺមកពីបុត្រីគ្មានវាសនាល្អ ចុល វាយ ចុលណា វាយវាយវាយហេ លោកម្ចាស់ ចេញដំណើរ បាទចេញដំណើរ អីយ៉ាលោកម្ចាស់វាងជើញមកដល់វាពិតជាកិត្តិយសរបស់គ្រួសារខ្ញុំមែន អត់ទេថ្ងៃនេះធាតុអាកាសល្អខ្ញុំក៏ឆ្លៀតពេលមកដល់លេងតែម្ដងទៅលោកម្ចាស់លីតើលោកមានអារម្មណ៍ដូចជាខ្ញុំដែរទេ នេះជាការពិតណាស់សុំជើញ ជើញ លោកម្ចាស់មានការអីទៅ លោកម្ចាស់លីប្រហែលជាបានឮហើយប្រពន្ធរបស់ស៊ូស៊ឺទើបតែស្លាប់ទៅគេប្រកាសថាមិនសរសេរកំណាព្យ3ឆ្នាំដើម្បីកាន់ទុកប្រពន្ធរបស់គេមើលពីសម្បកក្រៅទៅគេដូចជាស្រឡាញ់ប្រពន្ធរបស់គេណាស់តែការពិតគឺដោយសារតែមនុស្សស្រីម្នាក់ អូ
ខ្ញុំតែងតែឮថាមនុស្សរាជចម្ពងអស់លោកមន្ត្រីរាជការចង់ឲ្យកូនស្រីរៀបការជាមួយនឹងស៊ូស៊ឺតែស៊ូស៊ឺមិនព្រមខ្ញុំចេះតែឆ្ងល់តែតាមពិតគឺមានហេតុផលបែបនេះសោះ ស្រីនេះខ្ញុំធ្លាប់បានជួបហើយសពថ្ងៃគេនៅក្នុងផ្ទះរបស់ស៊ូស៊ឺ ធ្វើបែបនេះមិនសមទេវាប៉ះពាល់នឹងទំនៀមទម្លាប់របស់យើង មិនត្រឹមតែប៉ុណ្្នឹងទេលោកដឹងថានាងនោះជានរណាទេ អ្នកណា គេគឺជាកូនស្រីរបស់មន្ត្រីជាប់ទោសឈ្មោះយ៉ាងអ៊ីងឈី កូនស្រីយ៉ាងអ៊ីងឈីងហេហេតុអីបានជាគេស្គាល់កូនស្រីយ៉ាងអ៊ីងឈីង តែបើតាមខ្ញុំដឹងស៊ូស៊ឺបំពេញការងារនៅហ្វុងសៀងប្រពន្ធហើយនឹងកូនស្រីរបស់យ៉ាងអ៊ីងឈីត្រូវបានចាប់ខ្លួនទៅហ្វុងសៀងស៊ូស៊ឺមិនទាន់មានការអនុញ្ញាតពីរាជការក៏ដោះលែងគេទាំងពីរនាក់ហើយថែមទាំងចិញ្ចឹមទំនុកបំរុងម៉ែកូនគេទាំងពីរនាក់ទៀតផង ការពិតគឺអញ្ចឹងសោះ ប៉ុន្តែខ្ញុំឮថារឿងក្តីរបស់យ៉ាងអ៊ីងឈីរាជការប្រកាសផ្តល់យុត្តិធម៌ឲ្យគេហើយ លោកម្ចាស់វាងមិនពិតទេតាមច្បាប់របស់រាជការរឿងក្តីសាររើត្រូវតែមានឯកសារបញ្ជាក់ពីសំណាក់ព្រហ្មទណ្ឌបើសិនជាគ្មានឯកសារពីសំណាក់ព្រហ្មទណ្ឌទោះជាមានព្រះរាជបញ្ជាពីព្រះមហាក្សត្រក៏មិនអាចបញ្ចប់បានដែររឿងក្តីយ៉ាងអ៊ីឈីងមិនទាន់ចប់ទេហេតុនេះហើយគេនៅតែជាអ្នកទោសដដែល បើសិនជាអញ្ចឹងរឿងនេះណែលោកម្ចាស់លីស៊ូស៊ឺនេះគេមើលស្រាកូនស្រីរបស់មន្ត្រីរាជការបើជាយកកូនស្រីរបស់មន្ត្រីជាប់ទោសធ្វើជាប្រពន្ធគេធ្វើឲ្យខុសច្បាប់ទម្លាប់យ៉ាងនេះតើពួកយើងអាចអង្គុយនៅស្ងៀមបានទេ លោកម្ចាស់វាងនិយាយត្រូវរឿងនេះបើលឺហើយចេះតែបណ្ដោយអញ្ចឹងមន្ត្រីដូចជាខ្ញុំបានការអីទៅ ស៊ូស៊ឺអីក្អាប់ពេកហើយគេមើលស្រាកូនស្រីមន្ត្រីរាជការជាន់ខ្ពស់ធ្វើឲ្យខូចទំនៀមទម្លាប់ប្រពៃណីពួកយើងត្រូវតែប្តឹងគេមិនត្រូវអត់អន់ឲ្យគេទេ បែរហើយស៊ូស៊ឺគេហាមាត់បដិសេធនឹងព្រះនាងគេថាខ្លួនឯងកាន់ទុកឲ្យប្រពន្ធប៉ុន្តែគេបែរជាលួចស្រឡាញ់កូនស្រីរបស់អ្នកទោសម្នាក់គេធ្វើយ៉ាងនេះខុសច្បាប់ទម្លាប់ធ្ងន់ធ្ងរពេកហើយ ស៊ូស៊ឺមើលស្រាលនឹងព្រះនាងបានន័យថាប្រមាថទាំងព្រះរាជាមើលងាយមហាសុខទាំងមូលហើយគេក្អាប់ពេកហើយពួកយើងទៅសម្ដាក់ចុងវិនដើម្បីតាមរកស៊ូស៊ឺទៅមើលហើយយើងទៅតាមរកគេទៅលោកហេតុបានជាថាលោកនេះគឺយើងប៉ុណ្ណឹងហើយស៊ូស៊ឺថ្ងៃនេះឯងនិយាយច្បាស់ទៅមើលហេតុអីបានជាឯងប្រមាថដល់ព្រះនាងប្រមាថដល់កូនស្រីមន្ត្រីរាជការបែរជាចង់យកកូនស្រីទៅឲ្យឆាប់និយាយទៅ លោកម្ចាស់ទាំងឡាយសូមកុំស្ដាប់ពាក្យចចាមអារម្មណ៍ទាំងនេះឲ្យសោះខ្ញុំបានប្រកាសឲ្យថាមិនតែងកំណត់3ឆ្នាំហើយក៏មិនយកប្រពន្ធដែរលោកនៅចង់ប្រកាសទៀតមានគេឃើញច្បាស់ណាស់ថាកូនស្រីរបស់អ្នកទោសយ៉ាងអ៊ីងឈីឈ្មោះសៀលៀនកំពុងតែនៅក្នុងផ្ទះរបស់លោកតែលោកបកស្រាយយ៉ាងម៉េចហើយលោកក៏សៀលៀនគឺជាប្រពន្ធរបស់ខ្ញុំត្រូវតែនៅក្នុងផ្ទះរបស់ខ្ញុំប៉ុន្តែមិនមែនជាប្រពន្ធចង់របស់ខ្ញុំទេ ស៊ូស៊ឺមិនចាំបាច់លាក់បាក់ទេកុំចង់បន្លំយើងសួរលោកទៅមើលលោកជាមួយនឹងយ៉ាងសៀវលៀនពិតជាមិនស្រឡាញ់គ្នាមែនទេ លោកម្ចាស់លីនេះជារឿងផ្ទៃក្នុងគ្រួសារខ្ញុំតើមានអីតាក់ទងជាមួយលោកម្ចាស់ទៅ អ្នកទាំងអស់គ្នាមិនលើទេស៊ូស៊ឺសារភាពហើយប្រពន្ធស៊ូស៊ឺទៅតែស្លាប់ថ្មីគេទាំងពីរអ្នកបន្តរៀបការនៅជាមួយគ្នាតើសមទេ លោកម្ចាស់ទាំងឡាយអ្វីដែលស៊ូស៊ឺខ្ញុំនិយាយសុទ្ធតែជារឿងពិតអស់លោកសុទ្ធតែជាមន្ត្រីជាន់ខ្ពស់របស់រាជការប៉ុន្តែស្ដាប់គេនិយាយប្រេះប្រាស់មកចោទខ្ញុំយ៉ាងនេះអស់លោកធ្វើអញ្ចឹងហួសហេតុពេកហើយឯងខំធំពេកហើយឯងមិនត្រឹមតែបង្កែប្រែទេបែរជាបចោទលើពួកយើងទៅវិញឯងចិត្តតែស្ដាប់ឮថាឯងនឹងខ្លាយទៅជាអបរាជនៅថ្ងៃអនាគតដែលកំណត់ដល់អតីតព្រះមហាក្សត្រដូច្នេះបើជាឯងក្អេងក្អាងធ្វើអ្វីតាមចិត្តយ៉ាងនេះពួកយើងដែលជាមហាមន្ត្រីចាស់មិនទាន់ស្លាប់ដល់ឡើយទេលោកម្ចាស់អ៊ូខ្ញុំយកប្រពន្ធឬអត់តាមមានអីតាក់ទងជាមួយនឹងឋានៈអបរាជទៅសូមលោកម្ចាស់ស៊ូបញ្ជាក់ឲ្យច្បាស់ទៅមើលឃើញទេមន្ត្រីតូចតាចក្អេងក្អាងយ៉ាងនេះតើហើយរឿងបែបនេះគួរតែបញ្ឈប់ឬយ៉ាងម៉េចមនុស្សបែបនេះអាចជាអបរាជបានទេស៊ូស៊ឺយើងមិនពេញចិត្តនឹងឯងតាំងពីយូរមកហើយឥឡូវនេះឯងធ្វើអ្វីខុសពីរបៀបរបបមើលងាយកូនស្រីមន្ត្រីរាជការជាន់ខ្ពស់ហើយលួចស្រឡាញ់កូនស្រីអ្នកទោសរឿងនេះគឺមិនអាចអត់អោតឲ្យបានទេស៊ូស៊ឺឯងធ្វើឲ្យប៉ះពាល់កិត្តិយសរាជការធ្វើខុសច្បាប់ទម្លាប់រាជការមិនបានជាឯងមិនឆ្លុះកញ្ចក់មើលខ្លួនឯងទៅមើលតើរូបរាងរបស់ឯងមានត្រង់ណាស័ក្តិសមជាអបរាជនេះមហាសង្ឃទៅអូមែនហើយឯងមានលទ្ធភាពទៅឯងមានលទ្ធភាពទៅហើយអ្នកទាំងអស់គ្នាសំអាងលើអំណាចខ្លួនឯងមួយបង្កាច់ការពិតរឿងនេះខ្ញុំមិនខ្វល់ទេអ្នកទាំងអស់គ្នាយកច្បាប់មហាសង្ឃមកគំរាមកំហែងខ្ញុំស្ដាប់ទៅហាក់ដូចជាសមហេតុសមផលណាប៉ុន្តែបើសិនជាធ្វើតាមច្បាប់ចាស់ដូចជាពលលោកបាននិយាយពេលនេះហ្វុងសៀងប្រហែលជាធាក់ក្នុងដៃរបស់ពួកស៊ីសៀបបាត់ទៅហើយហ្វុងសៀងប្រកាសជាមានមនុស្សស្លាប់ដោយសារអត់បាយរាប់ម៉ឺននាក់នេះគឺដោយសារតែខ្ញុំទេតែបើសិនជាអស់លោកជាអ្នកគ្រប់គ្រងហ្វុងសៀងវិញហើយគិតតែពីរឿងច្បាប់ចាស់ទំនៀមទម្លាប់ចាស់
នោះប្រកាសជាមានគ្រោះថ្នាក់ដល់ប្រជារាស្ត្រអ្នកដែលធ្វើឲ្យជាតិមានគ្រោះថ្នាក់ការពិតគឺពលលោកទេអញនិយាយហើយថៃនេះឯងទៅនិយាយបានច្បាស់តើរឿងយ៉ាងម៉េចបើហើយឯងទៅនិយាយច្បាស់ទៅនិយាយច្បាស់ឯងឆាប់និយាយមកស៊ូអូនិយាយតែវត្តបានហើយស្ដាប់ឲ្យច្បាស់ស៊ូពីថ្ងៃនេះតទៅយើងមិនអត់អន់ឯងទេស៊ូឯងប្រមាថនឹងថ្នាក់លើត្រូវតែមានទោសធ្ងន់ណាស់យើងត្រូវតែទទួលព្រះជាស៊ូខ្ញុំមិនខ្លាចទេពួកលោកចង់ធ្វើអីធ្វើចោះប៉ុន្តែខ្ញុំតាំងចិត្តធ្វើឲ្យមហាសង្ឃរុងរឿងមិនមែនពឹងទៅលើពួកលោកទេយ៉ាងនេះដូចយ៉ាងនេះហើយបើសិនជាអស់លោកចោទថាខ្ញុំប្រឆាំងជាមួយនឹងពួកលោកអញ្ចឹងពេលនេះខ្ញុំសូមប្រកាសចោះនៅថ្ងៃស្អែកនេះខ្ញុំនឹងរៀបការជាមួយកូនស្រីរបស់អ្នកទោសយ៉ាងអ៊ីនឈិញឈ្មោះយ៉ាងស៊ីរឿនធ្វើជាប្រពន្ធហើយដល់ពេលនោះសូមអស់លោកអញ្ជើញទៅហូបការរបស់ខ្ញុំចោះស៊ូហើយជាប្រហឺពេកហើយស៊ូឯងនៅខ្វះការលុតដំខ្លួននៅឡើយហេតុអីបាត់ជាឆេវឆាវយ៉ាងនេះឥឡូវនេះឯងកំពុងតែប្រឈមមុខចំពោះមន្ត្រីរាជការជាច្រើនប្រឆាំងនឹងឯងមិនត្រូវប្រជែងជាមួយនឹងពួកគីទីបើសិនជាឯងបកកសត្រូវនៅក្នុងរាជការគ្រប់កន្លែងស៊ូថ្ងៃក្រោយឯងប្រកាសជាមានការលំបាកច្រើនណាស់ស៊ូចរិតរបស់ឯងធ្លាប់តែធ្វើអ្វីតាមចិត្តបើសិនជាឯងចង់គិតគូរដល់រាជការត្រូវគិតគូរដល់ប្រជារាស្ត្រជាមុនសិនត្រូវមានចិត្តអត់ធ្មត់ដើម្បីសម្រេចកិច្ចការរឿងកប៉ិចកប៉ុកបើសិនជាអាចទ្រាំបានគួរតែទ្រាំទៅលោកម្ចាស់យ៉ាងសៀវនិយាយនេះពិតជាត្រឹមត្រូវណាស់ស៊ូឯងត្រូវស្ដាប់ឲ្យបានហើយខ្យល់បក់មកចង់ស្ងប់ស្ងាត់ក៏មិនបានឥឡូវនេះឲ្យតែមានការធ្វើប្រហែលតែបន្តិចពួកគេប្រកាសជាប្រឆាំងជាមួយនឹងឯងគ្រប់គ្នាជាមិនខានស៊ូឯងចាំតែមើលចោះអ្វីទៅដំបងកំបិតគ្រប់យ៉ាងអាវុធគ្រប់យ៉ាងកំពុងតែរងចាំឯងហើយបងប្រុសខ្ញុំឲ្យបោះឆៅគូទៅតាមរកបងប៉ុន្តែតាមរកបងមិនឃើញបងប្រុសលោកអ៊ំពេលនេះឈឺធ្ងន់ណាស់បងសុឆាអាចឆាប់ឡើងបន្តិចរត់តែសេះបោលឿនពេកនាំទៅហត់ទេមិនអីទេអាចឆាប់ឡើងទៅបាទចាប៉ុងសុឆាប៉ុងស៊ូឆាប៉ុងមនុស្សចាស់មានជំងឺគឺមិនអាចបន្ទោសអ្នកណាបានឥឡូវនេះយើងអាយុ58ទៅហើយវាហួសពីការកំណត់នៃអាយុទៅហើយយើងមានកូនប្រុសពីរនាក់ប៉ុណ្ណឹងគឺគ្មានអ្វីគួរឲ្យស្ដាយទៀតទេពុកមានរឿងមួយដែលពុកទប់ចិត្តមិនទាន់បានសុំពុកមានប្រសាសន៍មកចោលខ្ញុំនឹងធ្វើតាមសម្ដីរបស់ពុកអ្នកនាងសៀវលៀនសូមនាងចេញទៅក្រៅមួយផ្លែតគ្រួសារស៊ូយើងពិតជាមានសម្ដាងល្អណាស់ម្ដាយពួកឯងជាមនុស្សក្នុងមហាគ្រួសារក៏ប៉ុន្តែគ្រួសារស៊ូយើងមកដល់ចំណត់ជីតារបស់ពួកឯងក៏ធ្លាក់ខ្លួនទៅជាគ្រួសារក្រីក្រប៉ុន្តែម្ដាយពួកឯងមិនប្រកាន់នឹងគ្រួសារស៊ូក្រនោះទេហើយក៏មិនប្រកាន់នឹងគ្រួសារស៊ូខ្វះខាតខិតខំប្រឹងប្រែងថែទាំគ្រួសារអប់រំកូនចៅហើយព្រមទាំងឲ្យកូនប្រុសយើងទាំងពីររៀនសូត្របានជ្រៅជ្រះយល់ដឹងទូលំទូលាយនេះហើយធ្វើឲ្យគ្រួសារស៊ូមានភាពរុងរឿងកូនប្រុសម្ដាយពួកឯងជាអ្នកមានគុណនៃគ្រួសារត្រកូលស៊ូយើងណាកូនដឹងហើយ
កាលដែលម្ដាយពួកឯងស្លាប់យើងបានជ្រើសរើសចិត្តដីរួចទៅហើយពួកឯងធ្វើយ៉ាងណាឲ្យយើងបញ្ចុះសពជាមួយម្ដាយពួកឯងផងយើងចង់ទៅតាមរកម្ដាយពួកឯងណាពុកលោកពុកចៅគោយើងកំពុងតែតាមរកឯងមកពីណានឹងអ្នកមីងថ្ងៃនេះខ្ញុំទៅតែផឹកឲ្យគ្រប់300ពេងហើយនឹងផឹក300ពេងថែមទៀតឯងទៅផឹកស្រាស្អីទៀតលោកម្ចាស់ពេលនេះកំពុងឈឺធ្ងន់ណាស់កុំយំអីកុំយំអីកុំយំស៊ូស៊ឺវ៉ាហ្វូក៏ចឹងដែរសុភាពរៀបសារពូកែការចងចាំអាចជួយដល់កូនឲ្យរៀនបានល្អហើយក៏ជាម្ដាយល្អរបស់គ្រួសារស៊ូដែរតែស្ដាយណាស់ស្លាប់ទាំងក្មេងយ៉ាងនេះឥឡូវនេះអ្នកនាងសៀវលៀនប្រហែលជាមនុស្សអភ័ព្វម្នាក់ដែរមិនបានជាពួកនិយាយយ៉ាងនេះបើវាងហ្វូបិទស្លាប់អ្នកនាងសៀវលៀននឹងមានសំណាងល្អតែវាងហ្វូស្លាប់ទៅគេនឹងស៊ូស៊ឺពុកបារម្ភនឹងឯងខ្លាំងណាស់ស៊ូឆើជាមនុស្សចិត្តល្អអាចមានសំណាងល្អតាមក្រោយតែឯងវិញលោកពុកបងប្រុសមានទេពកោសល្យលើសលប់ពុកមិនចាំបាច់មានការបារម្ភទេស៊ូស៊ឺចំពោះមុខពុកក៏មិនចាំបាច់ទើសតល់អីទៀតដែរឯងប្រាប់យើងទៅមើល3ឆ្នាំក្រោយឯងនឹងដណ្ដឹងអ្នកនាងសៀវលៀនជាប្រពន្ធមែនទេបាទលោកពុករយៈពេល3ឆ្នាំក្រោយខ្ញុំនឹងរៀបការជាមួយសៀវលៀនបងប្រុសប៉ុន្តែមន្ត្រីរាជការទាំងមូលទុកអ្នកនាងសៀវលៀនជាកូនរបស់អ្នកទោសស៊ូឆើជាកូនអ្នកទោសតើយ៉ាងម៉េចបងធ្វើអ្វីគឺជារឿងរបស់បងទោះជាមន្ត្រីទាំងឡាយចំទាស់យ៉ាងណាក៏ដោយក៏បងទៅរៀបការជាមួយសៀវលៀនដែរឯងនេះអត់ដឹកអីមែនមន្ត្រីរាជការទាំងនោះគេតែងតែយល់ថាមនុស្សដូចជាឯងចឹងជាមិនផុតត្រូវតែដណ្ដឹងព្រះនាងនិងកូនស្រីរបស់អស់លោកមន្ត្រីជាន់ខ្ពស់ជាប្រពន្ធបើឯងមិនធ្វើតាមឯងដាច់ខាតកុំដណ្ដឹងអ្នកនាងសៀវលៀនជាប្រពន្ធឲ្យសោះបើមិនចឹងទេឯងនឹងខ្លាចទៅជាសត្រូវរបស់ពួកគេហើយលោកពុកសូមពុកកុំពិបាកចិត្តដោយសារកូនអីកូនអកតញ្ញូណាប៉ុន្តែគឺពួកគេទាំងអស់គ្នានោះចាំមិនដឹងចាស់ប្រើអំណាចមកគំរាមខ្ញុំហើយចេះតែបង្ករឿងជាមួយនឹងខ្ញុំជិតនេះខ្ញុំមិនអាចទ្រាំបានទេពុកកណ្ដោះមកពុកតែងតែស្របតាមកូនចុះហេតុអីបានជារឿងនេះបានជាមិនបានទៅវិញស៊ូស៊ឺរឿងនេះពិតជាមិនបានទេពីមុនឯងប្រជែងជាមួយនឹងពួកគេគ្រាន់តែគំនិតការងារមិនដូចគ្នាហេតុនេះហើយបានជាមិនត្រូវគ្នាពួកគេក៏ជាអ្នករៀនសូត្រដែរហេតុផលនេះពួកគេប្រកាសជាយល់តែក្នុងនាមជាកូនស្រីរបស់អ្នកទោសឯងមិនដឹងកូនស្រីរបស់ពួកគេបានន័យថាប្រកាសថាខ្លួនឯងមិនសម្រុះសម្រួលជាមួយនឹងពួកគេឯងតើឯងយល់ហើយឬនៅ
បើសិនជាឲ្យខ្ញុំចុះចាញ់ទៅរួមគំនិតជាមួយនឹងពួកគេនោះខ្ញុំសុខចិត្តទៅធ្វើសារចំការវិញពុកខ្ញុំមិនគួរដោយសារតែរឿងទាំងនេះហើយទៅធ្វើបាបសេលីនោះទេអើយស៊ូស៊ឺកូនភ្លេចហើយអ្វីដែលកូននិយាយនៅក្នុងវិហារសិង្ហករនោះកូនថាកូនមានចិត្តតស៊ូដូចជាព្រះរាជាយ៉ាវនឹងសុនថ្ងៃក្រោយប្រកាសជាជួយដល់ព្រះមហាក្សត្រជួយដល់ប្រជារាស្ត្រតាំងពីយូរលំមកហើយចង់ជួយដល់ប្រជាចង់ជួយដល់ប្រជារាស្ត្រអ្នកណាក៏គេទ្រាំលំបាកផ្លូវចិត្តអ្នកណាក៏គេមិនលះបង់មនុស្សនៅជុំវិញខ្លួនដើម្បីស្របតាមសភាពការមិនគួរដល់ឯងធ្វើអ្វីតាមចិត្តនឹកឃើញទីបំផុតគឺឯងទេជាអ្នកបង្ខំអើយអ្នកនាងសៀវលៀនស្លាប់ឯងនេះលោកមុខដាក់ពុកលោកពុកលោកគ្រូឆាប់នាំយើងទៅជួបលោកម្ចាស់ស៊ូបាទសូមជើញលោកគ្រូលោកបងស៊ឺលោកអាចារ្យលោកបងស៊ូហេតុអីបានជាឈឺដល់ថ្នាក់នេះលោកអាចារ្យជំងឺរបស់ពុកខ្ញុំយ៉ាងម៉េចទៅហើយឪពុកឯងអាយុ25ឆ្នាំខិតខំរៀនសូត្រជ្រុលពេកឥឡូវនេះព្រោះតែមានការឈឺចាប់នេះជាបញ្ហាជំងឺផ្លូវចិត្តយើងខ្លាចក្រែងលោកគ្រូពេទ្យមកប្រមាណលើកក៏និយាយអញ្ចឹងដែរឬមួយថាជំងឺរបស់ពុកខ្ញុំឆៅគូបាទលោកគ្រូក្នុងនេះមានយិនសិន100ឆ្នាំមួយដើមគួបផ្សំនឹងថ្នាំហ្វូលីងមួយដុំយកទៅរងាស់ជាត្រាប់ចុះអរគុណលោកអាចារ្យទៅចុះអ្នកនាងសេលីននាងកំពុងធ្វើអីហ្នឹងអ្នកមីងយិនសិន100ឆ្នាំស័ក្តិសិទ្ធិណាស់អាចធ្វើឲ្យមនុស្សស្លាប់ហើយរស់ឡើងវិញបានមុននឹងរងាស់ថ្នាំនេះយើងត្រូវតែបន់ស្រន់ជាមុនបន់ស្រន់យ៉ាងណាទេវតាយិនសិនទេពធីតាហ្វូលីង10ឆ្នាំសម្រាប់ធ្វើថ្នាំ100ឆ្នាំคล้ายទៅជាទេវតាយិនសិននិងហ្វូលីងជាគូនឹងគ្នាខ្ញុំសូមបានស្រន់សម្ដីតែមួយម៉ាត់ទេសូមឲ្យคล้ายទៅជាយិនសិននិងហ្វូលីងคล้ายទៅជាថ្នាំនេះអ្នកនាងសេលីននាងសុកចិត្តយកខ្លួនជំនួសថ្នាំបើពិតជាមានទេវតាមែននោះប្រកាសជាស័ក្តិសិទ្ធិណាស់សង្ឃឹមចឹងទៅចាស់អ្នកមីងលោកអង្គផ្ទះហើយលោកបងស៊ូដឹកខ្លួនឡើងវិញហើយអបបាញ់វិញខ្ញុំយល់សប្តិរឿងមួយយល់សប្តិឃើញលោកបងឃើញទេលោកបងមកខ្ញុំមានរឿងមួយខ្ញុំមានរឿងមួយចង់ពឹងពាក់ដល់លោកបងស៊ូនិយាយមកចុះខ្ញុំនឹងធ្វើតាមខ្ញុំពិចារណាយូរហើយក្រោយពេលដែលខ្ញុំស្លាប់ទៅគឺមានតែលោកបងទេស៊ូតែងតែស្ដាប់លោកបងលោកបងស៊ូខ្ញុំនឹងប្រឹងប្រែងអស់ពីលទ្ធភាពមង្គលការស៊ូបណ្ដាលធ្វើឲ្យរឿងរ៉ាវយ៉ាងច្រើនក្នុងរាជការលោកបងស៊ូលោកបងយល់ថាជារឿងមិនយកប្រនាងរាជវាំងហើយក៏មិនយកកូនស្រីមន្ត្រីរាជការជាន់ខ្ពស់ជាប្រពន្ធតើមែនទេពិតមែនខ្ញុំក៏យល់ចឹងដែរក៏ប៉ុន្តែរៀបការជាមួយអ្នកណាបានវាសមលោកពុក
ចំពោះមុខមានតែអ្នកនាងសៀវលៀនទេពិតជាស័ក្តិសមណាស់ លោកអ៊ំ អ្នកនាងសៀវលៀនការយល់ដឹងរបស់នាងពិតជាដូចកូនស្រីរបស់ខ្ញុំណាស់ពេលដែលយើងបានជួបនាងពិតជាដូចបានជួបសាច់ញាតិរបស់ខ្លួនយើងក៏មិនចង់ធ្វើបាបនាងដែរមិនចង់ធ្វើបាបស៊ូស៊ឺហេតុនេះហើយរឿងនេះយើងដោះស្រាយមិនចេញជំងឺយើងក៏ធ្លាក់ខ្លួនដល់ឋានៈនេះ លោកអ៊ំ ក្មួយសម្លាញ់កុំបាត់ទោសអ៊ំអី លោកអ៊ំសៀលៀនយល់ហើយខ្ញុំអត់បន្ទោសអ៊ំទេ លោកបលស៊ូបាននិយាយថាខ្ញុំបាននិយាយថាថ្ងៃក្រោយដណ្ដឹងប្អូនស្រីជីដូនមួយរបស់វាងហ្វូឈ្មោះវាងយុនជឺជាប្រពន្ធចុះនេះជាទំនៀមទម្លាប់ស្រុកយើងយកប្អូនស្រីប្រពន្ធធ្វើជាប្រពន្ធម្យ៉ាងទៀតស៊ូបាពេលនេះនៅទូក៏ត្រូវការញាតិសន្តានជួយមើលថែអញ្ចឹងទេនោះរាជការគឺគ្មានការទុំនោះតែអ្នកដូចជាធ្វើបាបអ្នកនាងសៀវលៀនពេក គ្មានអីមកធ្វើបាបសៀលៀនទេ យើងត្រូវតែពឹងពាក់កម្ពុជាមនុស្សដូចជាលោកបងទៅធ្វើកិច្ចការរបស់មនុស្សលោកធម្មតាយើងមិនបារម្ភនឹងស៊ូឈឹកទេតែសូមឲ្យលោកបងជួយមើលថែស៊ូស៊ឺចោថ្ងៃក្រោយស៊ូស៊ឺយកប្រពន្ធទៀតលោកបងអាកាត់ចោមិនអីទេព្រះអង្គយ៉ាងអ៊ីជីជាមន្ត្រីល្អរបស់រាជការស្លាប់យ៉ាងអយុត្តិធម៌រាជការក៏បានប្រកាសរកយុត្តិធម៌ឲ្យទៅគាត់ដែរតែមិនទាន់មានឯកសារបញ្ជាក់ពីសម្ដេចព្រំប្រទានម្ល៉េះហើយស៊ូស៊ឺទទួលចិញ្ចឹមម៉ែកូនគ្រួសារត្រកូលយ៉ាងសមហេតុផលណាស់សូមព្រះអង្គមានព្រះតម្រេះ ក្រាបទូលព្រះអង្គមានអ្នកខ្លះយករឿងដែលស៊ូស៊ឺដណ្ដឹងកូនស្រីអ្នកទោសទៅធ្វើឲ្យវែងឆ្ងាយគេពិតជាមានគំនិតមិនល្អក្រាបទូល ព្រះមហាក្សត្រចានីតើរឿងនេះត្រូវដោះស្រាយយ៉ាងណាដែរ យើងឮថាការតវ៉ារបស់ស៊ូស៊ឺត្រឹមត្រូវសមហេតុសមផលគឺមកខ្លួនគេជាមនុស្សត្រឹមត្រូវរឿងនេះយើងកុំឲ្យវែងឆ្ងាយអីប៉ុន្តែឪពុកស៊ូស៊ឺឈឺស្លាប់មហាសង្ឃយើងគឺបាត់បង់មនុស្សដែលមានការយល់ដឹងម្នាក់ទៀតហើយ ព្រះមហាក្សត្រយ៉ានីគ្រួសារស៊ូក្រណាស់ប្រហែលជាមិនអាចត្រឡប់ទៅស្រុកបានទេ ឪយ៉ាងសៀស៊ូស៊ីងជាមន្ត្រីមានឋានៈជាអ្វី ក្រាបទូលព្រះមហាក្សត្រយ៉ានីគ្រួសារស៊ូស៊ីងក្រីក្រណាស់ប្រហែលជាមិនអាចវិលត្រឡប់ទៅស្រុកវិញបានទេក្រាបទូល ព្រះអង្គអត្តបទស៊ូស៊ីងពិតជាល្អលើសគេអប់រំកូនបានល្អអត្តចរិតជាគំរូគួរតែប្រទានឋានៈឲ្យទៅគេហើយ ក្រាបទូលព្រះមហាក្សត្រយ៉ានីចេញព្រះរាជបញ្ជាទៅតែងតាំងអតីតមន្ត្រីរបស់រាជការជាមន្ត្រីប្រចាំវិហារកងលូហើយព្រមទាំងឲ្យទូកជូនដំណើរថែមទាំងមានអ្នកបម្រើ30នាក់ដើម្បីជូនសពរបស់ស៊ូស៊ីងត្រឡប់ទៅស្រុកវិញព្រះអង្គមានព្រះបញ្ញាញាណឋានៈមន្ត្រីវិហារកងលូគឺឋានៈទី9អញ្ចឹងឋានៈទី6ស៊ូស៊ីងអាចប្រើទូករបស់មន្ត្រីរាជការបានហើយ ស៊ូស៊ឺត្រឡប់ទៅស្រុកកាន់ទុក3ឆ្នាំទៀតហើយឪយ៉ាងសៀវហ្វាន់ចិន កណ្ដាលថ្លៃពិសេស ឲ្យស៊ូស៊ឺក្នុងពេលកាន់ទុក3ឆ្នាំខិតខំរៀនសូត្រឲ្យបានជ្រៅជ្រះកុំឲ្យមានចិត្តអំនួតត្រូវកាយចរិតទម្លាប់អាក្រក់របស់គេផង ទទួលព្រះរាជបញ្ជា លោកម្ចាស់
សុំកាត់ចិត្តទៅក្រោកឡើងលោកបងស្រួលហើយលោកបងយល់ដឹងជ្រៅជ្រះតែក្រនៅសល់តែខ្លួនប៉ុណ្ណោះឥឡូវនេះស្លាប់នៅស្រុកដតីទោះជាស្លាប់ត្រឡប់ទៅស្រុកវិញក៏ត្រូវពឹងលើព្រះរាជបញ្ជាទើបអាចត្រឡប់ទៅស្រុកវិញបាននេះហើយគឺជាការខុសឆ្គងរបស់រាជការទីចំពោះមុខលោកអបរាជម្នាក់មន្ត្រីជាន់ខ្ពស់3នាក់មានមុខអីមកគោរពវិញ្ញាណក្ខន្ធរបស់លោកទៅលោកនិយាយនេះហាក់ដូចជាបន្ទោសខ្ញុំហាន់ឈីហើយមែនទេលោកជាមន្ត្រីជាន់ខ្ពស់ទី1លោកម្ចាស់ស៊ូមានទេពកោសលអ្នកណាក៏គេដឹងឮដែររហូតមកដល់ពេលនេះនៅតែជាមន្ត្រីថ្នាក់ទី8រឿងនេះគឺមកពីលោកដែរយើងបានសរសេរសម្បត្តិឲ្យគាត់ជាច្រើនលើកឲ្យគាត់មកចូលរួមការងារប្រឡងប៉ុន្តែគាត់បដិសេធបានហើយលោកស៊ូស្លាប់បាត់ទៅហើយជជែកគ្នាបានការអីហើយយ៉ាលោកម្ចាស់ស៊ូហេតុអីបានជាលោកឆាប់ស្លាប់យ៉ាងនេះលោកម្ចាស់ស៊ូហេតុអីបានជាលោកឆាប់ស្លាប់យ៉ាងនេះលោកម្ចាស់ស៊ូគ្រិស្តសករាជឆ្នាំ1066កម្ពុជាអ្នកប្រាជ្ញម្នាក់នៅក្នុងចំណោមកម្ពុជាអ្នកប្រាជ្ញទាំង8ស៊ូស៊ីងបានទទួលមរណភាពនៅពៀនជីងក្នុងជំនាយុ58ឆ្នាំស៊ូស៊ឺស៊ូឆាសូមឈប់ពីការងារទៅកាន់ទុកធ្វើដំណើរជូនសាកសពស៊ូស៊ីងនិងវ៉ាងហ្វូទៅកាន់ស្រុកកំណើតនៅម៉ៃជូ婵娟。